ចម្រើនពរញាតិញោមឃើញមានកាន់កូនឈើមានកាន់ពូថៅកំបិតនឹងចោបនេះគឺជាសកម្មភាពដែលត្រៀមនឹងដាំកូនឈើដើមផ្កាពីបណ្ដោយផ្លូវមុខមាត់ដោមទៅតាមបណ្ដោយផ្លូវទៅក្រសាំងពុលឆ្លងកាត់ត្រពាំងស្លែងចម្រើនពរនេះក៏ជាសតិជ្រះថ្លានឹងការស្រឡាញ់របស់ញោមសេនសុកលីនិងស្វាមីលោកពេជ្រច័ន្ទព្រមទាំងអ្នកគ្រូសេនសារិននិងស្វាមីបាននាំយកដើមផ្កាមកដាំតាមបណ្ដោយផ្លូវនេះដោយមើលឃើញពីការលើកមុននោះអាត្មារួមជាមួយនឹងញោមបងរដ្ឋបាលឃុំតាអូយើងបានធ្វើការសម្អាតដងផ្លូវហើយឃើញមានដើមត្នោតដុះអមផ្លូវជាជួរមើលឃើញមានសោភ័ណភាពល្អនិងស្អាតគួរជាទីរីករាយបានដូច្នោះហើយគាត់ក៏មានទឹកចិត្តមួយចង់នាំយកដើមផ្កាមកដាំតាមបណ្ដោយផ្លូវនេះចម្រើនពរញាតិញោមក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីបងប្រជាការពារញោមប្រធានភូមិដោមក្នុងមូលដ្ឋានឃុំតាអូយើងនិងពុទ្ធបរិស័ទប្រជាពលរដ្ឋចំណុះជើងវត្តគិរីជុំដោមមានភូមិព្រៃលៀបភូមិដោមនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាដោមផងដែរចម្រើនពរហើយព្រះសង្ឃលោកក៏ចូលរួមដាំដឹកនាំដល់ខ្ញុំគណៈអាត្មាផ្ទាល់ទាំងអស់គ្នាបើដាំនេះក្នុងគោលបំណងអតិថិនទៅដល់បរិស្ថានចម្រើនពរញាតិញោមគឺបង្កើតនិងបំផុសគំនិតឲ្យស្រឡាញ់រុក្ខជាតិស្រឡាញ់ដើមឈើត្បិតអីដើមឈើនេះក៏ជាប្រយោជន៍មួយដែរចម្រើនពរកាត់បន្ថយកម្ដៅរក្សាបានសំណើមអីជាដើមហើយសោភ័ណភាពក៏បានមកពីដើមឈើដែរចឹងហើយចម្រើនពរដល់ញាតិញោមក៏ថ្លែងអំណរអរគុណចំពោះញោមសេនសុកលីនិងស្វាមីលោកពេជ្រច័ន្ទដែលបានប្រគេនបច្ច័យទាំងមុនក្រោយគឺ 100000 រៀលសម្រាប់ជួយដល់ការដាំដើមឈើនិងជាភេសជ្ជៈជូនបងប្រជាការពារនិងអ្នកចូលរួមដាំទាំងអស់គ្នាចម្រើនពរមួយទៀតគឺលោកស្រីពេជ្រអាំងសូម៉ាលីនៅអាឡម៉ង់គាត់បានចូលរួមចំនួន$8សម្រាប់ជួយក្នុងការដាំកូនឈើនេះផងដែរចម្រើនពរហើយមួយទៀតគឺលោកស្រីមាសស្រីពៅនៅអាឡម៉ង់ដែរចម្រើនពរក៏បានចូលរួមចំណែកក្នុងការដាំនេះចំនួន$38ហើយជាចុងក្រោយមានតែពាក្យថ្លែងអំណរអរព្រះគុណនិងអរគុណចំពោះបកណាក៏ព្រះអង្គអរគុណចំពោះញាតិញោមទាំងអស់គ្នាក្នុងក្រៅប្រទេសដែលបានចូលរួមឧបត្ថម្ភគាំទ្រលើកទឹកចិត្តក្នុងការដាំដុះចម្រើនពរមូលដ្ឋានឃុំតាអូយើងញាតិញោមចំណុះជើងវត្តដោមដែលបានជើញចូលរួមក្នុងការដាំកូនឈើដើមផ្កាដែលនាំយកមកដោយលោកស្រីសេនសុកលីនិងស្វាមីលោកពេជ្រច័ន្ទព្រមទាំងបងប្អូនកូនក្មួយកូនចៅទាំងអស់ហើយអរគុណចំពោះលោកគ្រូអ្នកគ្រូសាសានុសិស្សបងជាងសហការីក្នុងរដ្ឋបាលឃុំតាអូយើងទាំងអស់ដែលជានិច្ចកាលតែងតែសម្ដែងការគាំទ្រក្នុងការបំផុសគំនិតឲ្យដាំដើមឈើជាការជំរុញលើកទឹកចិត្តឲ្យស្រឡាញ់បរិស្ថាននិងជួយថែរក្សាគាំពារនៅស្រទាប់ពណ៌បៃតងនៅក្នុងមូលដ្ឋានយើងដូច្នេះហើយអាត្មាក៏អរគុណនិងជូនពរជូនបុណ្យកុសលបានជួបប្រទះសេចក្តីសុខចម្រើនគ្រប់ប្រការព្រះពុទ្ធពរ4ប្រការយុវវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយ